បាទសួស្តីបងប្អូនយើងបាទថ្ងៃនេះនៅអារម្មណ៍បងប្អូនយើងមកទស្សនានៅតាមវាលស្រែបាទទស្សនវិជ្ជានៅតាមវាលស្រែបាទគឺមានគោក្របីបងប្អូនយើងបាទគឺទស្សនវិជ្ជាតាមប្រឡាយបាទខ្ញុំជឿថាពួកបងប្អូនយើងគឺមកទស្សនាទស្សនវិជ្ជាបែបនេះគឺផ្លែផ្នែកម្យ៉ាងបងប្អូនយើងបាទគឺស្រស់ស្អាតបែបធម្មជាតិបាទនេះរដូវប្រាំងទាំងអស់គ្នាបងប្អូនយើងបាទបាទនេះគឺចែកម្លែកនៅទស្សនវិជ្ជានេះរដូវប្រាំងបាទទេសភាពបាទអូមនៅខ្យល់រំភើយបាទថ្ងៃនេះគឺមេឃស្ទុំល្អបងប្អូនយើងបាទគឺមេឃស្ទុំបាទអញ្ចឹងធ្លាក់ខ្យល់ចំនួនមកត្រជាក់បាទថាមេឃភ្លៀងបងប្អូនយើងបាទថ្ងៃនេះបាទមេឃរកភ្លៀងពេលអញ្ចឹងទៅធ្លាក់ខ្យល់ចំនួនមកត្រជាក់បាទគឺខែប្រាំងគឺក្តៅហែងបងប្អូនយើងបាទទេសភាពនៅតាមដងផ្លូវគឺស្រស់ស្អាតបែបម្យ៉ាងបាទហើយគឺបងប្អូនយើងបាទក៏បានជួដីវាយដីបាទគឺព្រោះស្រូវបដាហើយក្នុងខែនេះបាទនៅខែនេះគឺបងប្អូនយើងគាត់ធ្វើស្រូវគឺគាត់បាទគាត់ជួហើយគាត់បាទព្រោះស្រូវភាសាហើយយកត្រាក់វាយលុបពីលើបងប្អូនយើងបាទគឺវាយលុបបាទពេលភ្លៀងមកដោះតែម្ដងបាទខាងនេះគឺពេលធ្វើអញ្ចឹងបាទវាច្រើនបាទនេះទស្សនវិជ្ជាតាមដងផ្លូវឲ្យពួកយើងបាទគឺផ្លូវប្រឡាយបងយើងបាទបាទគឺវាលធំបងប្អូនយើងបាទគឺវាលធំបាទនៅខាងនេះគឺសបោឆ្លើងណាបងប្អូនយើងបាទខែភាសាវិញឆ្លើងអូបាទឆ្លើងបាច់នេះគាត់តែចុះទឹកនឹងមកឆ្លើងទៅ3ហើយនឹងឆ្លើងអីឆ្លើងតិចតូចអត់ហ្នឹងអានោះក៏តោសាហាយបងប្អូនយើងបាទបាទនេះទស្សនវិជ្ជាតាមដងផ្លូវគឺសបោដើមស្នោតបងប្អូនយើងបាទអូមនៅខ្យល់ចំនួនតែមករំភើយត្រជាក់បងប្អូនយើងបាទយើងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេណាសម្រាប់ចែកជូនបងប្អូនយើងទស្សនានៅតាមដងផ្លូវបាទគឺទស្សនវិជ្ជានេះរដូវប្រាំងបាទនេះគឺកន្លែងគេធ្វើលូបងប្អូនយើងបាទនេះលូណាបាទគេចាក់លូបាទចាប់ដើមធ្វើលូនឹងទៅកាយបន្លាយនេះថ្មីបងប្អូនយើងបាទបន្លាយនេះគេកាយថ្មីបាទកាយថ្មីគឺជ្រៅបងប្អូនយើងបាទគឺជ្រៅបន្លាយនេះបាទប៉ុណ្ណឹងទឹកបោរបោទៀតទេបងប្អូនយើងបាទគេស្ដាណាបាទគឺគេស្ដាស្អាតមែនតើបាទបន្លាយនេះបាទនេះស្ពានបងប្អូនយើងបាទនេះគឺតាមបន្លាយដែលគេដែលពួកបងប្អូនយើងដែលគាត់ស្ដាបាទគឺស្ដាបន្លាយនោះទៅដល់ត្បូងបងប្អូនយើងបាទទៅដល់ពូរោងបាទស្ដាយដល់ពូរោងស្ដាបាទគឺស្អាតមែនតើបន្លាយនេះបាទពេលខែភាសាបងប្អូនយើងបាទគឺសបោត្រីមែនតើបាទនេះគឺសេស្ដាបាទកាលវគ្គឆ្នាំទៅគេស្ដាភាសាគឺរាក់ឥឡូវគេចាប់ដើមស្ដាម្ដងទៀតគឺគេដាក់លូបាទនេះលូបាទដាក់លូបាទគេធ្វើលូហើយគឺគេនឹងលុបដីបាទគេលុបដីបាទតែលូនេះគេដាក់តដល់គ្នាបងប្អូនយើងបាទគេដាក់ប្រហែលជា4បាទគេដាក់ទាំងសងខាងហើយមកដល់កន្លែងអាកដាលនេះគឺគេប្រហែលជា4បាទដាក់លូវាច់ផ្លូវទឹកហូរជា4ណាបាទនោះអីជឿនោះគេស្ដាបងប្អូនយើងគេស្ដារហូតដល់ខ្នល់បាទគេស្ដាស្អាតបាទឆ្នាំនេះគឺធ្វើស្អាតមែនតើបាទអញ្ចឹងឆ្នាំនេះដល់សបោត្រីទៅបងប្អូនយើងបាទ
បាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេសម្រាប់ចែកជូនដល់បងប្អូនយើងទស្សនាបាទទស្សនភាពនេះរដូវប្រាំងសម្រាប់តាមផ្លូវនឹងព្រែកបាទនេះគេហៅព្រែកបងប្អូនយើងបាទព្រោះថានេះគឺទឹកប្រហូរចេញពីបាទគឺចេញពីកន្លែងស្ដេចកនបងប្អូនយើងបាទក៏ប្រហូរចេញពីក្នុងមកអញ្ចឹងណាបាទបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេណាសម្រាប់ចែកជូនបងប្អូនយើងបាទអញ្ចឹងសូមអរគុណដល់បងប្អូនយើងតាមដាននៅវីដេអូខ្ញុំបាទតាំងពីដើមរហូតដល់ចប់បាទអញ្ចឹងសូមអរគុណច្រើនពួកបងប្អូនយើងបាទ